គឺផ្នែក3នឹងគឺប្រើប្រាស់ស៊ីមែនទែនដែលខ្ញុំតែងបញ្ជាក់ជូនថាតាមប្រើលក្ខណៈគ្រួសារក៏ត្រូវបងប្អូនប្រើក្រៅផ្ទះក៏បានក្នុងផ្ទះក៏បានសម្រាប់អេលៀនផ្នែក3នេះសម្រាប់រដូវកាលនេះជារដូវកាលដែលភ្លៀងពពកច្រើនមិនមានពន្លឺថ្ងៃប្រទេសសូឡាអេលៀននេះផ្នែក3នេះនៅតែសាកបានល្អប្រសិទ្ធភាពសាកខ្ពស់ជាមួយនឹងការដែលរចនាមកបែបអេលៀនពន្លឺលះល្អដោយដោតដំណថ្មីបងប្អូនឃើញស្រាប់គឺដោយដោតបែបហ្នឹងពាក់ព័ន្ធនឹង LED គឺថ្លាឆ្វាចឆ្លុះពីកញ្ចក់មកជាមួយនឹងទូញោមដែលមានទម្ងន់ធ្ងន់ក្រាន់បើបងប្អូនប្រើប្រាស់ធន់នឹងកម្ដៅថ្ងៃជាមួយនឹងទឹកភ្លៀងពាក់ព័ន្ធនឹងផ្ទាំងជាប្រភេទផ្ទាំងម៉ូណូដែលខ្មៅសាកលឿនជាមួយនឹងដោយដោតខ្សែដំណធំចំពោះការប្រើប្រាស់យើងខ្ញុំណែនាំប្រភេទអេលៀនផ្នែក3នេះប្រើរដូវភ្លៀងនេះគឺល្អមែនទែនពាក់ព័ន្ធនឹងការសាកបងប្អូនឃើញស្រាប់គឺពេញបឹបតែម្ដងគ្រប់អំពូលដែលខ្ញុំបានបង្ហាញគឺគ្រប់ប្លង់គ្រប់ទីតាំងគឺសាកពេញតែមែនទែនណែនបឹបតែម្ដងបងប្អូនឃើញស្រាប់មេឃឡើងខ្មៅស្រុលអត់មានពន្លឺថ្ងៃទេប្រហែលថ្ងៃនេះតែសម្រាប់សូឡានេះគឺមិនជាបញ្ហាពាក់ព័ន្ធនឹងការសាកថ្ម